សួស្តីបងប្អូនថ្ងៃនេះនាំបងប្អូនមកលេងនៅមាត់អូរអញ្ចឹងបងប្អូនថ្ងៃនេះយើងមកធ្វើការកាប់អាស័យបងប្អូនកាប់អាស័យយកទៅធ្វើច្បារធ្វើត្រឹងអានងត្រឹងតឡាចអីចឹងណាបងប្អូនហើយប្រពន្ធគាត់ចង់ធ្វើជាត្រង់ដើម្បីចិញ្ចឹមកណ្ដូបផងអញ្ចឹងណាបងប្អូនគាត់ឃើញគេចិញ្ចឹមបានគាត់ប្រាប់ខ្ញុំឲ្យមករកកាប់ឈើកាប់អាស័យដើម្បីយកទៅធ្វើត្រង់ផងលើកទី1ណាបងប្អូននឹងយើងចិញ្ចឹមកើតយើងសាកមើលយើងនៅផ្ទះយើងទំនេរហើយណាបងប្អូនក្រោយពីការលក់ដូរតិចតួចគឺយើងធ្វើការចិញ្ចឹមសត្វមាន់ទាកណ្ដូបចង្រិតអីចឹងណាបងប្អូនដើម្បីនឹងធ្វើជាផលប្រយោជន៍ផងយើងតិចតួចជាចំណូលប្រចាំថ្ងៃផងយើងណាបងប្អូនហើយនិយាយពីអាស័យនឹងឈើវិញគឺខុសគ្នាឆ្ងាយបងប្អូនមកដល់ព្រៃអាស័យមិនដឹងថាពិបាកអញ្ចឹងណាខ្ញុំថាបើសិនតែមានឈើខ្ញុំកាប់ឈើវិញបងប្អូនហើយកាប់ឈើស្រួលជាងអញ្ចឹងណាបងប្អូនកាប់អាស័យគឺវេទនាបងប្អូនហើយទ្រាំបានម្ដងហ្នឹងគឺមុតដៃមុតជើងអស់ហើយបងប្អូនហើយពេលទៅចូលទៅកាប់ហ្នឹងគឺខ្ញុំអត់បានថតបងប្អូនដោយសារតែក្នុងព្រៃអាស័យហ្នឹងវាល្ងឹតស្លុបពេកអញ្ចឹងណាបងប្អូនហើយបលាវាងាកប៉ះបងប្អូនស្ដុកខ្លាំងពីរនាក់កូនកន្លោះមួយថ្ងៃបងប្អូនបានប៉ុណ្្នឹងឯងបានអាស័យបែ10ដើមបងប្អូននេះកន្លែងទួលយើងកន្លែងនេះកន្លែងគេហៅថាស្ពានអាតម្រៃបងប្អូនឆ្នាំទៅដែលខ្ញុំថតផុសឲ្យបងប្អូនមើលដែលគេធ្វើបុណ្យគឺកន្លែងហ្នឹងគេប្រពធ្វើបុណ្យរាល់ឆ្នាំអញ្ចឹងណាបងប្អូនកាលពីដើមមកដឹងមិនទេបងប្អូនខ្ញុំអត់សូវយល់ដែរកន្លែងហ្នឹងគេធ្លាប់ប្រពធ្វើបុណ្យរាល់ឆ្នាំគឺគេគ្រប់ដើមស្វាយហ្នឹងណាបងប្អូនដើមស្វាយហ្នឹងធំចាស់ហើយបងប្អូនអើយដឹងប្រហែលឆ្នាំហើយទេចាស់គាត់កើតមកកន្លែងហ្នឹងគាត់ថាកើតមកឃើញប៉ុណ្ណឹងណាបងប្អូនដើមស្វាយហ្នឹងតាមសៀមុតអូយើងគឺខែផ្សាទឹកពេញទឹកលិចបងប្អូនស្ពាននេះទឹកលិចនេះដើមស្វាយហ្នឹងណាបងប្អូនខ្ញុំចំណាំថាគេធ្វើបុណ្យហើយស្ពាននេះដល់ខែផ្សាឡើងទឹកហូរប៉ើងអញ្ចឹងណាបងប្អូនទឹកខ្លាំងណាស់ខាងខ្ញុំទឹកហូរបុកប៉ើងរាល់ឆ្នាំស្ពានហើយខាងខ្ញុំនេះស្ពាន2បងប្អូនតែអូទៅមួយទេតែស្ពាន2បងប្អូនមកខាងនេះគេហៅស្ពានអាតម្រៃដើមស្វាយហ្នឹងបងប្អូនតែខ្ញុំចំណាំថាគេធ្វើបុណ្យហើយទៅខាងខ្ញុំនោះវិញគេហៅស្ពានអូធំខ្ញុំនៅកណ្ដាលបងប្អូនទៅខាងនេះក៏ស្ពានទៅខាងនោះក៏ស្ពានដែរខ្ញុំត្រូវការឆ្លងចការគឺត្រូវឆ្លងស្ពានហើយថ្ងៃនេះយើងកាប់ពីព្រឹកល្ងាចឡើងយើងធ្វើការយកគោយន្តមកដឹកណាបងប្អូនឆ្ងាយបងប្អូនអើយឆ្ងាយពីផ្ទះដែរគឺយើងលីមកពីព្រៃក៏ឆ្ងាយសំណុំដែរបងប្អូនដោយសារតែគោយន្តយើងចូលអត់រួចយើងធ្វើការលីណាបងប្អូនអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនជម្រាបលាបងប្អូនសុខសប្បាយជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូន